iPhone 7 Plus มาตักบ่យើងចូលមកទៀតណាបងទាំងអស់គ្នាមកជាមួយនឹងពណ៌ខ្មៅទៀតហើយសួស្តីបងទាំងអស់គ្នាត្រឡប់មកជួបគ្នាម្ដងទៀតជាមួយនឹងវីដេអូទូរស័ព្ទមកតាក់របស់យើងណាសម្រាប់7 Plus មកថ្ងៃនេះតម្លៃតែ 100000 ជាងហើយពិសេសជាងរដងបងដែលធ្លាប់តាមដានវីដេអូខ្ញុំឬក៏ធ្លាប់តែញបានពីខាងខ្ញុំដឹងហើយថា7 Plus ទូទៅគឺតម្លៃ20ទៅ2200000តែវគ្គនេះមកពិសេសខ្លាំងតែតម្លៃ 100000 ជាងហើយយើងបានទៅជាឈុតដូចធម្មតាតែម្ដងអូខេអញ្ចឹងខ្ញុំលំអិតសិនសម្រាប់ក្នុងក្រោយរបស់គេរៀងស្ទើរតិចតួចចាដូចខ្ញុំបង្ហាញនៅក្នុងវីដេអូនឹងអញ្ចឹងសម្រាប់កន្លែងស្ទើគឺខ្ញុំបញ្ជាក់ជូនបងនៅក្នុងវីដេអូនឹងស្រាប់តែម្ដងណាប៉ុន្តែបញ្ជាក់កន្លែងស្ទើនេះយើងដាក់សូមទូរស័ព្ទទៅគឺបានហើយអូខេហើយសម្រាប់អេក្រង់របស់គេបែបនេះណាភ្លឺអេក្រង់របស់គេអីភ្លឺច្បាស់ស្អាតល្អមែនតែនបងដាក់លេខកូដបានហើយ scan កញ្ចក់ដៃក៏បានដែរណាខ្ញុំ scan ឲ្យបងមើលនេះscan កញ្ចក់ដៃរបស់គេគឺនៅដំណើរការធម្មតាអញ្ចឹងបងប្រើអាច scan កញ្ចក់ដៃបានដាក់លេខកូដក៏បានដែរហើយជាមួយនឹង7 Plus នេះចាំបន្តិចខ្ញុំឆែកជូនបងមើល7 Plus នេះកូដប្រទេស LA ណាបងទាំងអស់គ្នារបស់អាមេរិកមកជាមួយនឹង memory ទំហំ 32GB អញ្ចឹងសម្រាប់បងចង់បាន7 Plus អីអាចយកមួយនេះបានសំខាន់មកវគ្គនេះគឺតម្លៃអែមខ្លាំងមែនតើហើយសម្រាប់ការដាក់ SIM card អីសេវាគេពេញល្អណាស់បងអាចមើលជាក់ស្ដែងបានសេវាគេពេញអ៊ីនធឺណិតគេ 4G និយាយទៅដំណើរការរលូនតែម្ដងគ្រាន់តែក្នុងវីដេអូនេះខ្ញុំអត់បានតេស្តទៅលើអ៊ីនធឺណិតជូនបងទាំងអស់គ្នាមើលឯណាព្រោះខ្ញុំបានតេស្តហើយអស់ហើយជាមួយ Wi-Fi អីក៏ដំណើរការរលូនទៅមួយអែមដូចគ្នាផងដែរអូខេអញ្ចឹងសម្រាប់7 Plus នៅក្នុងដៃខ្ញុំនេះមកជាមួយនឹងតម្លៃពិសេសខ្លាំងមែនតែនវគ្គនេះគឺយើងមកជាមួយនឹងតម្លៃត្រឹមតែ180,000ទេណាបងទាំងអស់គ្នាតម្លៃ$45ឬស្មើនឹង180,000រៀលហើយសម្រាប់180,000ហ្នឹងបងមិនបានទៅតែទូរស័ព្ទទេបងបានទៅជាឈុតតែម្ដងមាន screen មួយស្រោមទូរស័ព្ទនេះដោយសារខ្ញុំនៅមានច្រើនម៉ូដច្រើនពណ៌អញ្ចឹងបងអាចទៅការជ្រើសរើសពណ៌បានណាអូខេហើយជាមួយនឹងឆ្នាំងសាក់មួយឈុតផងដែរសម្រាប់ឆ្នាំងសាក់គឺខ្ញុំថែមទៅជាមួយនឹងខាងសាក់ដែលខ្ញុំលក់នៅកន្លែងតម្លៃ$6ទៅផងដែរណាគឺថែមទៅមួយឈុតអញ្ចឹងមាន screen មានស្រោមទូរស័ព្ទជាមួយនឹងឆ្នាំងសាក់ផងដែរហើយបច្ចៈខ្ញុំក៏ថែមជាមួយនឹង Apple ID ជូនបងទៅផងដែរណាប៉ុន្តែគ្រាន់តែសម្រាប់បងដែលឲ្យខ្ញុំបង្កើត Apple ID ឲ្យគឺត្រូវមាន Gmail រួមជាមួយនឹងលេខទូរស័ព្ទផងដែរទៅខ្ញុំបង្កើតApple ID ជូនបងបានណាហើយបើសិនជាបងមានខ្លួនឯងណាអាចបង្កើតខ្លួនឯងក៏បានដែរអូខេអញ្ចឹងសម្រាប់តម្លៃ180,000ហ្នឹងបានទៅជាឈុតតែម្ដងហើយសម្រាប់បងនៅបាត់ដំបងផ្ទាល់មកមើលដល់ទីតាំងបានណាសម្រាប់ទីតាំងនៅបាត់ដំបងផ្សារពុពុយនៅក្នុងផ្សារតែម្ដងសម្រាប់បងតាមប្រាខេត្តយើងមានសេវាផ្ញើបានគ្រប់ខេត្តក្រុងឲ្យបានដល់ដៃទូទៅមានអ្នកដឹងជូនក៏បានហើយពុំមានឋានអាចថាប់សួរបានអរគុណ